ជួនកាលការបដិញ្ញាចិត្តប្រថុយខ្លួនឯងដើម្បីជួយអ្នកដទៃគឺជារឿងដ៏កម្រមួយមនុស្សភាគច្រើនឃើញស្ថានភាពលំបាកហើយមានអារម្មណ៍អាណិតប៉ុន្តែពួកគេមិនធ្វើសកម្មភាពអ្វីទេទោះជាយ៉ាងណាអ្នកដែលឈានជើងទៅមុខដោយភាពក្លាហាននៅក្នុងគ្រាលំបាកនឹងផ្លាស់ប្ដូរជីវិតតាមរបៀបដែលយើងមិនអាចស្រមៃបាននៅក្នុងមួយសាមយូអែ23ដាវីតកំពុងត្រូវបានស្ដេចសូដេញតាមជីវិតរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់ប៉ុន្តែនៅពេលនោះគាត់បានឮថាទីក្រុងតូចមួយឈ្មោះកេឡាកំពុងត្រូវបានវាយប្រហារដោយជនជាតិភីលីស្ទីនប្រជាជននៅទីក្រុងនោះកំពុងស្ថិតក្នុងទុក្ខវេទនាយ៉ាងខ្លាំងដាវីតអាចគិតថាខ្ញុំមានបញ្ហាច្រើនហើយខ្ញុំគ្មានសមត្ថភាពជួយអ្នកដទៃទេប៉ុន្តែគាត់មិនបានលង់ក្នុងបញ្ហារបស់ខ្លួនឯងទេគាត់បានសួរព្រះថាតើខ្ញុំគួរទៅជួយពួកគេពេលព្រះមានបន្ទូលថាចូលទៅប្រយុទ្ធដាវីតមិនបានស្ទាក់ស្ទើរទេគាត់បានចូលទៅក្នុងគ្រោះថ្នាក់ប្រយុទ្ធជាមួយជនជាតិភីលីស្ទីនហើយទីបំផុតបានជួយសង្គ្រោះកេឡាការជួយអ្នកដទៃនៅពេលជីវិតខ្លួនឯងកំពុងលំបាកមិនមែនជារឿងធម្មតាទេពេលមនុស្សឃើញទុក្ខលំបាករបស់អ្នកដទៃពួកគេអាចនិយាយថាអូវាពិតជាលំបាកណាស់ទេហើយបន្ទាប់មកក៏ដើរចេញទៅប៉ុន្តែនៅពេលយើងហ៊ានប្រថុយនិងធ្វើសកម្មភាពដើម្បីជួយអ្នកដទៃវាមិនត្រឹមតែផ្លាស់ប្ដូរជីវិតរបស់ពួកគេប៉ុណ្ណោះទេវាក៏ជួយឲ្យយើងរីកចម្រើនផងដែរព្រះយេស៊ូវបានរស់នៅក្នុងជីវិតដែលពោរពេញទៅដោយការលំបាកព្រះអង្គត្រូវបានគេបដិសេធរងទុក្ខនិងឆ្លងកាត់ការសាកល្បងដ៏ឈឺចាប់ទោះជាយ៉ាងណាព្រះអង្គមិនដែលងាកចេញពីអ្នកដែលត្រូវការជំនួយទេព្រះអង្គបានព្យាបាលអ្នកជំងឺផ្ដល់អាហារដល់អ្នកឃ្លាននិងស្រឡាញ់អ្នកដែលត្រូវគេបោះបង់ចោលនៅលើឈើឆ្កាងព្រះយេស៊ូវបានបង្ហូរព្រះលោហិតដើម្បីសងទោសសម្រាប់អំពើបាបរបស់យើងដោយសង្គ្រោះយើងព្រះអង្គបានជួយសង្គ្រោះយើងពីវិបត្តិនៃការបាត់បង់ជីវិតនៅក្រោមការជំនុំជម្រះរបស់ព្រះដោយសារអំពើបាបហើយព្រះអង្គបានប្រទានអំណោយនៃជីវិតអស់កលប់ជានិច្ចដល់យើងនៅពេលនរណាម្នាក់ធ្វើឲ្យព្រះយេស៊ូវក្លាយជាចំណុចកណ្ដាលនៃជីវិតរបស់ពួកគេនឹងត្រូវបានរំដោះចេញពីអ្វីគ្រប់យ៉ាងដែលចងចាំពួកគេហើយអាចទទួលបានបទពិសោធន៍នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះតាមរបៀបនេះអ្នកដែលជីវិតត្រូវបានផ្លាស់ប្ដូរដោយព្រះយេស៊ូវគ្រីស្ទបានទៅកាន់ទីកន្លែងនានាជុំវិញពិភពលោកដែលកំពុងមានវិបត្តិដូចជាកេឡាជួយអ្នកជំងឺនិងអ្នកក្រីក្រចែករំលែកទុក្ខលំបាករបស់ពួកគេនិងផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូវនៅពេលយើងដើរជាមួយព្រះយេស៊ូវគ្រីស្ទបញ្ហាប្រឈមថ្មីនឹងកើតឡើងទោះបីជាវាជារឿងតូចតាចក៏ដោយយើងចាប់ផ្ដើមស្វែងរកកន្លែងដែលដៃរបស់យើងត្រូវការស្ដាប់អ្នកដែលកំពុងតស៊ូឬស្វែងរកភាពក្លាហានដើម្បីចូលទៅជិតអ្នកទន់ខ្សោយនិងអ្នកដែលត្រូវគេបោះបង់ចោលសកម្មភាពតូចទាំងនេះអាចជួយសង្គ្រោះជីវិតនរណាម្នាក់លើកតម្កើងនរណាម្នាក់បង្កើតការផ្លាស់ប្ដូរនិងនាំមកនូវសុភមង្គលដ៏ធំធេងជាងមុននៅថ្ងៃនេះ